យើងសិក្សាតបនេះ to lift sanctions to lift sanctions មានន័យថាដកការដាក់ទណ្ឌកម្ម append ន័យទី1មានន័យថា to turn something upside down មានន័យថាធ្វើឲ្យអ្វីមួយក្រឡាប់ផ្ងាន័យទី2មានន័យថា to affect drastically អ្នកធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងអឺរ៉ុបបាននិយាយថាទេចំពោះលោកត្រាំជំរុញឲ្យដកចេញការដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ីដែលធ្វើឲ្យប៉ះពាល់បទឈប់បាញ់នៅសមុទ្រខ្មៅយ៉ាងខ្លាំង Much too soon to discuss lifting sanctions warns Macron លោក Macron ប្រមានថាឆាប់ខ្លាំងពេកហើយមិនអាចពិភាក្សាដកចេញការដាក់ទណ្ឌកម្មបាននោះទេខេត្តតម្រង to បូកជាមួយនឹងគុណកិរិយាឬក៏គុណនាមបូកជាមួយ to infinitive to infinitive នេះបូកប្រើនៅក្នុងន័យបដិសេធមានន័យថាមិនអាចឧទាហរណ៍ too soon to discuss មានន័យថាឆាប់ពេកមិនអាចពិភាក្សាបាន too young to thrive too young to thrive មានន័យថាក្មេងពេកមិនអាចបើកបរបាន too hot to drink មានន័យថាក្តៅពេកមិនអាចផឹកបាន too fast to be safe មានន័យថាលឿនពេកមិនមានសុវត្ថិភាពទេ too late to enter the school មានន័យថាយឺតពេកមិនអាចចូលសាលារៀនបានឧទាហរណ៍មួយទៀត too tired to work អស់កម្លាំងពេកមិនអាចធ្វើការបានទំព័របន្ត to adhere to something to adhere to something ន័យទី1 to stick firmly to something មានន័យថាប្រកាន់ភ្ជាប់នៅអ្វីមួយន័យទី2 to continue to support something មានន័យថាបន្តផ្ដល់ការគាំទ្រចំពោះអ្វីមួយឧទាហរណ៍ to adhere to Trump's plans មានន័យថាបន្តផ្ដល់ការគាំទ្រចំពោះផែនការរបស់លោកត្រាំ to adhere to something ក៏មានន័យថា to continue to obey something ឬក៏ to continue to believe in something អ្នកបន្តគោរពអ្វីមួយឬក៏បន្តជឿជាក់លើអ្វីមួយទីនេះមានន័យថាបន្តផ្ដល់ការគាំទ្រ to render something or somebody បូកជាមួយគុណនាមមានន័យថា to cause ធ្វើឲ្យឧទាហរណ៍ render him speechless មានន័យថាធ្វើឲ្យគាត់មិនអាចនិយាយបាន render him unconscious អ្នកធ្វើឲ្យគាត់បាត់បង់ស្មារតី render the Black Sea truce dead in the water truce មានន័យថាការផ្អាកសង្គ្រាមស្មើនឹងពាក្យ ceasefire to be dead in the water មានន័យថា to have failed to be dead in the water មានន័យថាបរាជ័យ rendering the Black Sea truce dead in the water អ្នកធ្វើឲ្យការផ្អាកសង្គ្រាមនៅសមុទ្រខ្មៅបរាជ័យមេដឹកនាំប្រទេសអឺរ៉ុបបានបញ្ជាក់ច្បាស់ថាលោកនឹងមិនបន្តផ្ដល់ការគាំទ្រចំពោះផែនការរបស់ប្រធានាធិបតី Donald Trump ជួយប្រទេសរុស្ស៊ីចូលរួមទីផ្សារពិភពលោកឡើងវិញហើយដកចេញការដាក់ទណ្ឌកម្មអន្តរជាតិនោះទេតើតែទីក្រុងម៉ូស្គូបញ្ចប់សង្គ្រាមខុសច្បាប់របស់ខ្លួនដែលសំខាន់ការធ្វើឲ្យបទឈប់បាញ់នៅសមុទ្រខ្មៅបរាជ័យ to tout មានន័យថា to praise something repeatedly to tout មានន័យថាសរសើរមានន័យថាសរសើរម្ដងហើយម្ដងទៀត touted is negotiations មានន័យថាសរសើរម្ដងហើយម្ដងទៀតពីការចរចារបស់ខ្លួន contingent ជាគុណនាមជាពាក្យផ្លូវការមានន័យថា dependent អាស្រ័យលើ contingent on something មានន័យថាអាស្រ័យលើអ្វីមួយ restrictions មានន័យថាការដាក់កំហិត economic restrictions ការដាក់កំហិតសេដ្ឋកិច្ចនៅដើមសប្តាហ៍នេះរដ្ឋការលោកត្រាំបានសរសើរម្ដងហើយម្ដងទៀតពីការចរចារបស់ខ្លួនជាមួយប្រទេសអ៊ុយក្រែននិងរុស្ស៊ីហើយបាននិយាយថាប្រទេសជាតិទាំងពីរបានព្រមព្រៀងបំបត្តិការប្រើប្រាស់កងកម្លាំងនៅសមុទ្រខ្មៅប៉ុន្តែវាមានក្រំលាំងក្រោយមកទៀតបានបញ្ជាក់ប្រាប់ថានេះគឺអាស្រ័យតែមួយគត់ទៅលើការដកចេញនៃការដាក់កំហិតសេដ្ឋកិច្ចអន្តរជាតិពាក្យ say ទីនេះគឺជានាមមានន័យថាអំណាចសម្រេច have no right of say មានន័យថាមិនមានសិទ្ធិអំណាចសម្រេចនោះទេ to set conditions មានន័យថាកំណត់លក្ខខណ្ឌហើយប្រធានាធិបតីបារាំងលោក Emmanuel Macron តាមការផ្ដល់ព័ត៌មានបាននិយាយនៅយប់ថ្ងៃពុធខណៈពេលកំពុងឈរនៅខាងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថាប្រទេសរុស្ស៊ីនឹងមិនមានសិទ្ធិអំណាចសម្រេចនោះទេពាក់ព័ន្ធនឹងការគាំទ្រដែលយើងកំពុងផ្ដល់ហើយនឹងផ្ដល់ឲ្យប្រទេសអ៊ុយក្រែននោះហើយពួកគេក៏មិនត្រូវកំណត់លក្ខខណ្ឌដែរការប្រើប្រាស់ no យើងប្រើ no នេះដើម្បីភ្ជាប់ល្បះខាងមុខក្នុងន័យបដិសេធហើយភ្ជាប់មកល្បះខាងក្រោយ no នេះគឺជាល្បះក្នុងន័យបដិសេធដែរប៉ុន្តែដោយសារយើងប្រើ no ដូច្នេះយើងត្រូវសរសេរល្បះខាងក្រោយក្នុងទម្រង់សំណួរវិញ nor shall they មានន័យថា and they shall not nor shall they set conditions ន័យថា and they shall not set conditions either ទំព័របន្ត sanction relief នៃការបន្ធូរបន្ថយការដាក់ទណ្ឌកម្ម
to list demands to list demands មានន័យថា to mention demands one after the other to list demands មានន័យថាលើកយកមកនិយាយការទាមទារពីមួយទៅមួយ leveraging the power to influence people leveraging មានន័យថាឥទ្ធិពល tool មានន័យថាឧបករណ៍ឬក៏គ្រឿងទប់ទល់ chief ជាគុណនាមមានន័យថា most important chief មានន័យថាសំខាន់ជាងគេ a chief leveraging tool អ្នកគ្រឿងទប់ទល់ដែលមានឥទ្ធិពលសំខាន់ជាងគេ give up មានន័យថាបោះបង់ចោលតែយើងបកប្រែលោកម៉ាគ្រុនបាននិយាយថាវាលឿនខ្លាំងពេកហើយមិនអាចពិភាក្សាការបន្ធូរបន្ថយការដាក់ទណ្ឌកម្មណាមួយបានទេហើយមន្ត្រីសហភាពអឺរ៉ុបបានបញ្ជាក់ប្រាប់ទៅសារព័ត៌មាន Fox News Digital ថានៅពេលដែលវាមានកម្លាំងបន្តលើកមកនិយាយពីការទាមទារពីមួយទៅមួយការដាក់ទណ្ឌកម្មនៅតែជាគ្រឿងទប់ទល់ដ៏មានឥទ្ធិពលសំខាន់ជាងគេដែលមេដឹកនាំប្រទេសអឺរ៉ុបនឹងមិនបោះបង់ចោលដោយងាយៗនោះទេអូខេទំព័របន្តតែ ultimately ជា adverb មានន័យស្មើនឹង finally ultimately មានន័យថានៅទីបំផុត aggression មានន័យថា a violent attack aggression មានន័យថាការឈ្លានពាន a choice of aggression ន័យថាជំរើសយកការឈ្លានពានជាជំរើសរបស់រុស្ស៊ីយកការឈ្លានពានគឺ solely គឺស្មើនឹងពាក្យ only គឺ to comply with មានន័យស្មើ to obey to comply with មានន័យថាគោរពតាម to comply with international law អ្នកគោរពតាមច្បាប់អន្តរជាតិលោកម៉ាក្រុនបានបន្ថែមថានៅទីបំផុតការដាក់ទណ្ឌកម្មអាស្រ័យតែមួយគត់ទៅលើការជ្រើសរើសរបស់រុស្ស៊ីយកការឈ្លានពានហើយដូច្នេះការដកចេញការដាក់ទណ្ឌកម្មរបស់ពួកគេពឹងផ្អែកតែមួយគត់ទៅលើជំរើសរបស់រុស្ស៊ីគោរពតាមច្បាប់អន្តរជាតិ coalition of the willing មានន័យថាសម្ព័ន្ធភាពនៃឆន្ទៈ to spearhead to begin an activity or to lead a movement to spearhead មានន័យថាចាប់ផ្ដើមឬក៏ដឹកនាំចលនា reliable partner មានន័យដៃគូដែលអាចទុកចិត្តបានមេដឹកនាំមកពី30ប្រទេសហើយនិងមេដឹកនាំអង្គការ NATO បានជួបប្រជុំនៅទីក្រុងប៉ារីសកាលពីថ្ងៃប្រហ័សជាការចូលរួមចំណែកនៃសម្ព័ន្ធនៃឆន្ទៈដឹកនាំដោយបារាំងអង់គ្លេសដែលសម្ព័ន្ធភាពនេះត្រូវបានចាប់ផ្ដើមឡើងបន្ទាប់ពីការវិលត្រឡប់ចូលសីតុវិមានវិញរបស់លោកត្រាំហើយនឹងខណៈពេលមានក្តីកង្វល់ថាសហរដ្ឋអាមេរិកអាចនឹងមិនចាត់ទុកជាដៃគូអាចទុកចិត្តបានតទៅទៀតសម្រាប់ប្រទេសអ៊ុយក្រែនឬក៏អឺរ៉ុបទំព័របន្ត summit an official meeting between leaders of governments from 2 or more countries summit មានន័យថាកិច្ចប្រជុំកំពូលសហរដ្ឋអាមេរិកមិនត្រូវបានអញ្ជើញឲ្យចូលរួមកិច្ចប្រជុំកំពូលអន្តរជាតិនេះទេជាកិច្ចប្រជុំលើកទី3ប្រភេទនេះដែលពិតណាស់បានអញ្ជើញឲ្យចូលរួមមានមេដឹកនាំមកពីប្រទេសប៉ូឡូញអ៊ីតាលីនិងទួរគី apparent មានន័យស្មើនឹង obvious apparent មានន័យថា easy to notice apparent មានន័យថាជាក់ស្ដែង bulwark មានន័យថា a person who protects something bulwark មានន័យថាអ្នកការពារ apparent bulwarks មានន័យអ្នកការពារឃើញជាក់ស្ដែង to toe the line មានន័យថាធ្វើតាមបញ្ជាឬក៏ធ្វើតាមការរំពឹងទុក geopolitical មានន័យថាភូមិសាស្ត្រនយោបាយ geopolitical sphere of reality មានន័យថាគោលភូមិសាស្ត្រនយោបាយតថភាពទោះបីជាយ៉ាងណាប្រទេសបារាំងនិងអង់គ្លេសជាអ្នកការពារជាក់ស្ដែងនៃការបង្កើតមូលដ្ឋានគាំទ្រថ្មីនេះសម្រាប់ប្រទេសអ៊ុយក្រែនបានកំពុងតែធ្វើតាមការរំពឹងទុកដើម្បីរក្សាទំនាក់ទំនងវិជ្ជមានជាមួយសហរដ្ឋអាមេរិកនៅពេលគោលភូមិសាស្ត្រនយោបាយនៃតថភាពប្រែប្រួលនៅអឺរ៉ុបលោកម៉ាក្រុនតាមការផ្ដល់ព័ត៌មានបាននិយាយជាមួយលោកត្រាំនៅថ្ងៃពុធមុនពេលកិច្ចប្រជុំកំពូលនេះហើយប្រទេសអង់គ្លេសនៅថ្ងៃប្រហ័សបានបញ្ជាក់ជាថ្មីពីការសន្យារបស់ខ្លួនគាំទ្រការខិតខំប្រឹងប្រែងរបស់អាមេរិកធ្វើឲ្យមានវឌ្ឍនភាពពិតប្រាកដបើទោះបីជាមានភាពច្បូកច្បល់ខាងរុស្ស៊ីកំពុងតែបន្តក៏ដោយ prior to ជា preposition មានន័យថា before something នៅមុនពេលអ្វីមួយ to reaffirm មានន័យស្មើ to reiterate to reaffirm មានន័យថាបញ្ជាក់សារជាថ្មី to back
to back មានន័យថា to support គាំទ្រ okay obfuscation ជាពាក្យផ្លូវការមានន័យថាភាពច្បោកច្បល់